បាទសូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានបាទសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទជីវិតពិតជាមួយនឹងធម្មជាតិអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកទស្សនាអំពីសកម្មភាពការងារនៅក្នុងចម្ការទុរេនដែលនិយាយអំពីការសម្អាតដើមទុរេនឬក៏យើងអាចនិយាយម្យ៉ាងទៀតថាជាលក្ខណៈ pruning បាទនៅក្នុងប្រទេសម៉ាឡេស៊ីបងប្អូនណាបាទនៅក្នុងទីក្រុងម៉ាឡាកាបងប្អូនណានៅតំបន់ម៉ាឡាកានៅក្នុងទុរេនទាំងក៏ផងដែរតំបន់នេះគឺសម្បូរទុរេនមាន3បងប្អូននៅខាងម៉ាឡេស៊ីយើងមានខាងម៉ាឡាកាមានខាងប៉ាហាំងនិងជូហូបាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនពីសកម្មភាពមួយចំនួននៅក្នុងចម្ការទុរេននេះហើយទុរេននេះគឺមានអាយុកាលវាប្រហែលជា30ទៅ35ឆ្នាំហើយបើនិយាយពីកម្ពស់គឺវាខ្ពស់គួរសមបងប្អូនរង្វង់35ម៉ែត្រឬក៏30ម៉ែត្រអីនេះប្រហែលហ្នឹងព្រោះវាខ្ពស់ហើយយើងនិយាយអំពីសកម្មភាពនៃការសម្អាតតើហេតុអ្វីបានជាយើងត្រូវសម្អាតឬក៏យើង pruning វាហ្នឹងបាទអញ្ចឹងជាទូទៅក្រោយពេលដែលយើងប្រមូលផលទុរេនហើយបងប្អូនណាបាទបើន័យថាក្រោយពេលទុរេនវាផ្លែហើយជាទូទៅនៅម៉ាឡេស៊ីរុក្ខជាតិភាគច្រើនតែខ្ញុំនិយាយចំពោះតែទុរេនមួយទេគឺវាសម្បូរស្មៅបែបនេះបងប្អូនស្មៅបែបហ្នឹងគឺស្មៅហ្នឹងគឺវារុំរិតជាមួយនឹងដើមទុរេនហ្នឹងយ៉ាងជិតតែម្ដងតាំងពីគល់រហូតទៅដល់ចុងមែកអញ្ចឹងជាទូទៅរៀងរាល់ឆ្នាំនៅពេលដែលយើងប្រមូលផលទុរេនហើយគឺយើងចាប់ផ្ដើមសម្អាតស្មៅហ្នឹងចេញបងប្អូនសម្អាតស្មៅហ្នឹងក៏ដូចជាយើងកាប់មែកដែលវាលាស់ត្រួយលាស់អីមែកហៅថាមែកទូចលាស់ត្រួយអត់ប្រយោជន៍អីផ្សេងហ្នឹងគឺយើងត្រូវការសម្អាតវាឲ្យស្អាតមូលហេតុដែលយើងត្រូវការសម្អាតវាបែបនេះខ្ញុំនឹងទៅបញ្ជាក់បងប្អូនតាមដានទស្សនាចប់នៅពីខាងក្រោយអញ្ចឹងខ្ញុំនាំអារម្មណ៍បងប្អូនមកមើលសកម្មភាពដែលយើងកំពុងតែសម្អាតគឺយើងមានដងដែកមួយសម្រាប់កាវវាដែលយើងខាងមុខមានថ្មិញដូចជារណារៀងដូចជាកណ្ដៀវប៉ាន់ម្រាមដៃបងប្អូនហើយយើងប្រឹងកាយស្មៅនឹងរលាស់តាមមែកទុរេនចឹងមកដោយកម្លាំងមនុស្សផ្ទាល់ហើយនេះគឺជាមិត្តភ័ក្តិនៅក្នុងក្រុមការងាររបស់ខ្ញុំនៅក្នុងចម្ការទុរេនគាត់ជាជនជាតិឥណ្ឌូនេស៊ីគាត់មានបទពិសោធន៍ការងារនៅក្នុងចម្ការនេះ10ឆ្នាំហើយបងប្អូនណាបាទនៅក្នុងចម្ការទុរេននេះ10ឆ្នាំហើយគាត់មកម៉ាឡេស៊ី13ឆ្នាំប៉ុន្តែគាត់ទើបតែធ្វើការងារនៅចម្ការទុរេនបាន10ឆ្នាំអញ្ចឹងនេះគឺជាទស្សនវិជ្ជាទូទៅអញ្ចឹងបងប្អូនអាចមើលភាពខុសគ្នារវាងមែកដែលយើងសម្អាតហើយគឺវាមានភាពស្រឡះល្អល្វឹងល្វើយហើយនឹងមែកដែលយើងមិនទាន់សម្អាតអញ្ចឹងការសម្អាតនេះគឺយើងត្រូវប្រើមនុស្សដោយផ្ទាល់បងប្អូនណាត្រូវប្រើយើងឡើងមកលើហ្នឹងហើយយើងត្រូវព្យាយាមសម្អាតយើងនៅលើដើមទុរេននេះគឺមានចាប់ពីយើងឡើងមកបងប្អូនយើងឡើងមករហូតយើងអាចធ្វើការនៅលើដើមទុរេនហ្នឹងដោយផ្លាស់ទីពីមែកមួយទៅមែកមួយហើយធ្វើការនៅលើដើមហ្នឹងចន្លោះពី2ម៉ោងទៅ3ម៉ោងក្នុងមួយព្រឹកបានន័យថាបើយើងចូលធ្វើការព្រលឹមឡើងគឺចន្លោះពី2ម៉ោងទៅ3ម៉ោងទើបយើងចុះសម្រាកធ្វើបាយធ្វើអីញ៉ាំចឹងទៅបន្ទាប់ពីហ្នឹងថ្ងៃរសៀលគឺយើងធ្វើប្រហែលជា2ម៉ោងទេបងប្អូនដោយសារថ្ងៃរសៀលមេឃក្តៅអញ្ចឹងអត់សូវបានធ្វើការងារហ្នឹងទេហើយយើងមានម៉ាស់សម្រាប់បិទមុខដែរបងប្អូនដោយសារយើងកាវទៅស្មៅបងប្អូនកំតិចកំទីស្មៅដែលវាងាប់ពុកអីផ្សេងមួយចំនួនវាហុយអញ្ចឹងការហុយហ្នឹងវាធ្វើឲ្យចូលច្រមុះចូលភ្នែកយើងអីចឹងទៅអញ្ចឹងបងប្អូនមើលថាការឡើងនេះគឺយើងមានភាពប្រុងប្រយ័ត្នខ្ពស់មែនតើយើងមិនអាចធ្វើតែការងារទេគឺយើងប្រយ័ត្នអំពីសុវត្ថិភាពដោយសារយើងអត់មានខ្សែក្រវ៉ាត់យើងគ្មានស្បែកជើងសម្រាប់ឡើងដើមឈើបាទអញ្ចឹងបងប្អូនមើលទៅគឺយើងជើងតកេតែម្ដងអញ្ចឹងរាល់សកម្មភាពធ្វើគឺគ្រប់វិនាទីនិយាយឲ្យខ្លីគឺយើងប្រុងប្រយ័ត្នហើយបងប្អូនដូចឃើញស្រាប់អញ្ចឹងគឺដើមទុរេនខ្ពស់ណាស់បងប្អូនអានេះគឺកម្ពស់វាខ្ញុំស្មានទៅទេបងប្អូនដោយខ្ញុំគិតពីចដាលមកវាចដាលយើងវា3កាំបងប្អូនហើយយើងឡើងផុតចដាលហ្នឹងទៀតអញ្ចឹងណាបាទហើយឡើងទៅដល់លើឆ្ងាយហើយបងប្អូនមើលទស្សនវិជ្ជាហ្នឹងទៅឃើញចាក់ស្ដែងណាបាទអញ្ចឹងគឺយើងព្យាយាមសម្អាតពីមែកមួយទៅមែកមួយយើងសម្អាតវាឲ្យស្អាតល្អអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញថាការសម្អាតបែបនេះបើជាទូទៅនៅក្នុងប្រទេសកម្ពុជាឬតំបន់ផ្សេងបើនៅកម្ពុជាគឺខ្ញុំដឹងថាយើងអត់មានស្មៅប្រភេទហ្នឹងទេបងប្អូនណាដែលវាដុះរួមរិតជាមួយនឹងដំណាំអីផ្សេងទេប៉ុន្តែនៅម៉ាឡេស៊ី
រុក្ខជាតិភាគច្រើនគឺត្រូវបានរុំព័ទ្ធដោយស្មៅប្រភេទហ្នឹងឯងបងប្អូនស្មៅដែលបងប្អូនមើលឃើញលើដើមតរេនហ្នឹងតែខ្ញុំអត់ដឹងថាវាជាប្រភេទស្មៅអ្វីទេប៉ុន្តែវាជាទូទៅនៅក្នុងដើមមខុដក៏មានដើមកឡង់កង់អីក៏មានហើយនឹងរុក្ខជាតិមួយចំនួនទៀតក៏ឃើញមានដែរបងប្អូនត្រូវរុំព័ទ្ធដោយស្មៅហ្នឹងទាំងអស់អញ្ចឹងបើសិនជាយើងមិនសម្អាតករណីដែលយើងមិនសម្អាតនៅពេលដែលរដូវទុរេនចេញផ្កាអញ្ចឹងគឺវាបង្អាក់ដំណើរការនៃការចេញផ្កាទុរេនបានន័យថាការចេញផ្កាវាតិចតួចបើសិនវាត្រូវចេញ 100% វាត្រូវទទួលបានផលច្រើនផ្លែច្រើនអញ្ចឹងគឺវាអត់ទេបងប្អូនណាវាបង្អាក់បានន័យថាស្ទើរតែ 50% ទៅហើយធ្វើឲ្យដំណាំទុរេនហ្នឹងគឺអត់សូវល្អនឹងទី1ចំណែកទី2គឺតាក់ទងជាមួយការថែទាំបានន័យថានៅពេលដែលយើងបាញ់ថ្នាំប៉ូវបាញ់ថ្នាំសម្លាប់សត្វល្អិតឬក៏យើងបាញ់ជីទៅលើដើមដងស្លឹកវារុក្ខជាតិដំណាំទុរេនយើងហ្នឹងក៏អត់សូវបានទទួលជីឬសារធាតុទាំងអស់ហ្នឹងពេញលេញដែរដោយសារតែរុក្ខជាតិយើងអាចនិយាយមួយម៉ាត់ទៀតបានថាវាជាប្រភេទលក្ខណៈបញ្ញាក្អែកចឹងចុះគឺវាហ្វ្រូបពួកហ្នឹងវាហ្វ្រូបសារធាតុទាំងអស់ហ្នឹងទៅមុននឹងដល់ដើមទុរេនអញ្ចឹងដើមទុរេនយើងគឺទទួលបានតិចតួចមែនតើអញ្ចឹងគឺដាច់ខាតយើងត្រូវតែសម្អាតវាហើយការសម្អាតនេះខ្ញុំសូមបញ្ជាក់បងប្អូនថាយើងធ្វើជារៀងរាល់ក្នុងមួយដើមអញ្ចឹងខ្ញុំនិយាយចំពោះថាមួយដើមណាបងប្អូនបានន័យថាមួយដើមហ្នឹងយើងសម្អាតវាស្អាតបែបហ្នឹងហើយគឺជាទូទៅចន្លោះពី2ទៅ3ឆ្នាំក្រោយទើបយើងសម្អាតវាម្ដងទៀតហេតុអីដល់ពេលយើងសម្អាតអញ្ចឹងស្មៅហ្នឹងវាងាយដុះទៀតទេបងប្អូនអញ្ចឹងវាអាស្រ័យទៅលើរបបទឹកភ្លៀងបើសិនណាភ្លៀងនៅក្នុងប្រទេសម៉ាឡេស៊ីរបបទឹកភ្លៀងនឹងខ្លាំងរបបទឹកភ្លៀងនឹងពេញល្អបបោអាស្មៅរុក្ខជាតិហ្នឹងវាដុះរឹតតែលឿនតែបើសិនណាជារបបទឹកភ្លៀងវាអត់សូវគ្រប់គ្រាន់ទេអាកាសធាតុវាអត់សូវអំណោយផលវាដុះយ៉ាងយឺតដែរអញ្ចឹងណាបងប្អូនវាអាស្រ័យលើបែបហ្នឹងអ្វីដែលខ្ញុំជាបទពិសោធន៍ដែលខ្ញុំបានជួបហើយខ្ញុំឆ្លងកាត់បាទអញ្ចឹងយើងបន្តទៅទៀតថាសកម្មភាពដែលយើងកាន់តែនេះហ្នឹងបងប្អូនបានឃើញមកអញ្ចឹងគឺយើងប្រើតពុហ្នឹងយើងដោះវាចេញមកយកអាចុងវាហ្នឹងយកមកកាវសម្អាតគឺកោសទាំងអស់ដោយទាំងច្បកទាំងអីអញ្ចឹងបាទទាំងស្មៅទាំងអីហ្នឹងហើយយើងត្រូវរូតចុះទៅក្រោមអញ្ចឹងគឺដៃមួយចំហៀងអោបដៃមួយចំហៀងបោចគឺបើនិយាយពីភាពនឿយហត់ពីហុយពីស្មុគស្មាញអស់លេខដែរបងប្អូនប៉ុន្តែវាធម្មជាតិជាមួយនឹងជីវិតគឺបែបនេះហើយបងប្អូនហើយការងារយើងមានតែធ្វើហើយមិនថាបងប្អូនខ្ញុំជាអ្នកនៅចំការជាពលករនៅម៉ាឡេស៊ីក្នុងចំការទុរេនទេបងប្អូនយើងគឺមានភាពនឿយហត់នឹងការលំបាកផ្សេងគ្នាតាមប្រភេទការងារប៉ុន្តែគាត់ថាការងាររបៀបចំការទុរេននេះវាប្រឈមជាមួយនឹងហានិភ័យនៅពេលដែលយើងឡើងដើមទុរេនដូចខ្ញុំកាលមកដំបូងអញ្ចឹងអត់ហ៊ានឡើងទេបងប្អូនហើយដោយសារយើងអត់ដែលឡើងហើយត្រូវមកនៅលើដើមទុរេនហ្នឹង2 ទៅ 3 ម៉ោងធ្វើការលើហ្នឹងអង្គុយឆ្កឹះឆ្លងលិចឆ្លងកើតឆ្កឹះស្មៅឆ្កឹះអីសម្អាតអញ្ចឹងទៅបាទអញ្ចឹងសម្អាតឲ្យបែបនេះបងប្អូនវាទោះបីមិនបាន 100% ប៉ុន្តែវាបានកៅជាងហើយបងប្អូនស្ទើរតែស្អាតអស់ហើយបងប្អូនមើលនេះស្មៅដែលយើងបានបោសសម្អាតឲ្យដើមទុរេនផ្សេងគឺដើមទុរេនខ្ពស់ហើយស្រឡះល្វឹងហ្មងបងប្អូនហើយនេះគឺស្មៅដែលយើងត្រូវសម្អាតទៀតមែកផ្សេងនៅក្បែរខ្លួនខ្ញុំហ្នឹងគឺស្មៅរូបឡើងចិត្តអញ្ចឹងបងប្អូនហើយនៅក្រោមកម្ដៅថ្ងៃម៉ោង 11 ជាង 12 ហើយបងប្អូនអើយបាទអញ្ចឹងនេះទស្សនវិជ្ជាទូទៅបងប្អូនអាចមើលបានថាស្មៅហ្នឹងគឺស្មៅប្រភេទហ្នឹងហើយខ្ញុំអត់ដឹងថាគេហៅស្មៅអីបងប្អូនជាស្រ័យណាបាទប៉ុន្តែខ្ញុំដឹងគ្រាន់តែថាវារួមរិទ្ធដំណាំទុរេនហ្នឹងដើមទុរេនហ្នឹងខ្លាំងមែនតើបាទអញ្ចឹងបងប្អូនអាចទទួលបានចំណេះដឹងថ្មីមួយតាក់ទងជាមួយការងារការដែលយើងសម្អាតនេះបងប្អូនឃើញនៅក្នុងខ្លួនរបស់យើងគឺមានកបិតមួយទៀតសម្រាប់យើងធ្វើការកាប់មែកទុរេនណាបងប្អូនមែកហ្នឹងខ្ញុំបញ្ជាក់បងប្អូនថាមានមែកថ្មីនិងមែកចាស់បើន័យថាមែកចាស់វាចាស់ហើយវាអត់ស្លឹកអត់អីទេបើន័យថាវាមានតែដើមលែងមានស្លឹកមានអីមែកចឹងក៏គេត្រូវកាប់ចោលដែរហើយចំណែកមែកខ្ចីដែលគេហៅថាបន្លកថ្មីដែលវាមិនមានប្រយោជន៍អីទៅដល់ដើមទុរេនហ្នឹងក៏គេអត់ទុកដែរដើម្បីឲ្យកាប់ចោលទៅដើម្បីឲ្យដើមទុរេនហ្នឹងវាទទួលបានជីគ្រប់គ្រាន់ហើយកុំឲ្យវាដណ្ដើមជីស៊ីពីគេអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគឺជាវិធីសាស្ត្រ pruning នៅក្នុងចំការទុរេននៃប្រទេសម៉ាឡេស៊ីនៅខាងម៉ាឡាកាខាងតំបន់ទុរេនតង់កលហើយគឺយើងត្រូវប្រើកម្លាំងមនុស្សបែបហ្នឹងដើម្បីសម្អាតឬក៏ pruning វាតើយើងត្រូវការឡើងណាបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំបាទគឺមានប៉ុណ្ណឹងបងប្អូនអាចមានជាសំណួរឬក៏មានអ្វីចង់បន្ថែមនៅក្នុងវីដេអូរបស់ខ្ញុំបាទបងប្អូនអាចចូលរួមតាមរយៈ comment ខាងក្រោមវីដេអូបាន
អាចមានសំណួរបងប្អូនអាចសួរបានខ្ញុំបាននឹងឆ្លើយតាមទី1គឺបច្ចេកទេសក្នុងការថែទាំទី2ទៅលើចំណេះជំនាញដែលខ្ញុំបានទទួលរៀនសូត្រក៏ដូចជាអនុវត្តផ្ទាល់នៅក្នុងចម្ការទុរេននិងដំណាំផ្សេងៗអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការចូលរួមតាមដានទស្សនាអំពីជីវិតដែលខ្ញុំបង្ហាញពីសកម្មភាពការងារដែលនិយាយអំពីការសម្អាតដើមទុរេននៅក្នុងចម្ការបើសិនជាបងប្អូនណាពេញចិត្តនៅការធ្វើវីដេអូរបស់ខ្ញុំបាទកុំភ្លេចចូលរួម Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណច្រើនបងប្អូនសំណាងល្អ